បាទជំរាបសួរបងប្អូនទាំងគ្នានេះគឺជាសារសំខាន់របស់លោកDonald Trump តែថ្លែងទៅកាន់ប្រជាជនអាមេរិកទីមួយក៏បាននិយាយថា we are going to hit them extremely hard over the next 2 or 3 weeks we are going to bring them back to the stone age where they belong ដែលបកប្រែជាភាសាខ្មែរថាយើងនឹងវាយប្រហារពួកគេកាន់តែខ្លាំងក្លាឡើងក្នុងរយៈពេល2ទៅ3សប្តាហ៍ខាងមុខយើងនឹងនាំពួកគេត្រឡប់ទៅយុគសម័យថ្មវិញដែលជាកន្លែងដែលពួកគេគួរតែនៅបាទហើយ clear សំខាន់មួយទៀតនោះគាត់ដាក់ថា we are going to finish the job and we going to finish it very fast គាត់នឹងបញ្ចប់ឲ្យលឿនហើយគាត់នឹងបញ្ចប់ការងារហ្នឹងហើយនឹងបញ្ចប់ឲ្យលឿនបាទមក clear ទៀតនោះគាត់និយាយថា when it's all over the United States will be safer stronger and more prosperous and greater than it has ever been before នៅពេលដែលវាបញ្ចប់ទាំងអស់សហរដ្ឋអាមេរិកនឹងមានសុវត្ថិភាពខ្លាំងក្លារុងរឿងនិងអស្ចារ្យជាងពេលណាមួយក្នុងប្រវត្តិសាស្ត្រហើយមក clear ចុងក្រោយនេះគឺ we have all the card គាត់មានស្លឹកបៀទាំងអស់ក្នុងដៃអញ្ចឹងសារទាំងអស់នេះគាត់បើយើងសង្ខេបជានិយមន័យមកវិញគាត់នឹងវាយសម្រុកទៅអឺរ៉ង់2ទៅ3សប្តាហ៍ហ្នឹងគឺវាយផ្ដាច់ព្រាត់តែម្ដងគាត់ធ្វើម៉េចវាយឲ្យចប់ឲ្យលឿនចប់ឲ្យការបញ្ចប់ការងារហ្នឹងឲ្យបញ្ចប់ឲ្យលឿនហើយអា clear ដែលគាត់និយាយថា it's all over it will be safe longer គាត់ន័យរបស់គាត់អាចអានឹងតាមខ្ញុំគិតបងប្អូនទាំងនេះគាត់នឹងគ្រប់គ្រងអារម្មណ៍ហ្នឹងពីព្រោះនៅពេលគ្រប់គ្រងអារម្មណ៍ទី1អត់មានរឿង nuclear ទេហើយគ្រប់គ្រងទាំងប្រេងគ្រប់គ្រងទាំងបងធំនៅក្នុងតំបន់មជ្ឈវិទ្យាដែរហើយ we all have the card នេះមានថាគាត់មានស្លឹកអាត់ស្លឹកអីស្លឹក3ស្លឹកអីគាត់លេងបៀ4 5ស្លឹកក្នុងដៃខ្លួនឯងទាំងអស់អញ្ចឹងអានេះគឺជាអ្វីដែលគាត់និយាយតែកន្លងទៅបងប្អូនដឹងហើយអ្វីដែលគាត់និយាយរងតាំងពីសម្ដីរបស់គាត់ប្រហែលបងប្អូនឃើញទេបាទសម្ដីដែលគាត់និយាយហ្នឹងគឺពេលខ្លះវាគាត់និយាយតាមតែគាត់និយាយបានទេវាមិនប្រកាសថាធ្វើបានទេគណៈពេលដែលអាមេរិកកំពុងចលាចលរឿងគាត់ដឹកនាំផងហើយយើងរងចាំមើលលទ្ធផលធំបំផុតមួយទៀតនេះគឺលទ្ធផលការបោះឆ្នោតជុំទី2ពាក់កណ្ដាលណាត់របស់លោក Donald Trump នៅខែ11នេះអញ្ចឹងបើសិនជាធ្លាក់ជាប្រតិភិបអានឹងលោក Donald Trump អស់ឥទ្ធិពលហើយអញ្ចឹងយើងរងចាំមើលបន្ថែមទៀតហើយយ៉ាងណាក៏ដោយសូម្បីតែខ្ញុំផ្ទាល់ខ្ញុំសង្ឃឹមថាសង្គ្រាមអ៊ឺរ៉ង់នឹងចប់ក្នុងពេលឆាប់នឹងអត់ចង់ឲ្យអូសបន្លាយទេពីព្រោះវាប៉ះពាល់សេដ្ឋកិច្ចទូទាំងទាំងអស់ទូទាំងពិភពលោកប៉ះពាល់ទាំងបងប្អូនទាំងអស់គ្នានឹងរួមទាំងខ្ញុំដែរអញ្ចឹងខ្ញុំចង់ឲ្យវាបញ្ចប់ឆាប់ដែរដើម្បីវិលរកស្ថានភាពដូចដើមវិញប្រកបអីផ្សេងទេប្រេងសាំងធ្លាក់មកធម្មតាតម្លៃស្អីគ្រប់ធ្លាក់មកធម្មតាវិញហើយសង្ឃឹមថាវាចប់ឆាប់បនសនទាំងអស់គ្នាហើយជាពិសេសនោះតម្លៃមាសចាប់ផ្ដើមល្អមកវិញទៅអាហ្នឹងគឺបងប្អូនសប្បាយចិត្តទាំងអស់គ្នាដែរអ្នកដែលជាប់68ណាបាទ68 10នេះញ៉ាំតិចមកវិញហើយបាទអញ្ចឹងយើងរងចាំមើលបន្ថែមទៀតហើយមានអីថ្មីខ្ញុំអាប់ដេតជូនបងប្អូនទាំងគ្នាសូមអរគុណ